nào sát thụ tiền là bạn bằng hai cứ muốn cái tham mê thiệt hại thiệt tàu nó khang là chà bên chỗ đấy là nó cứ khang sarka đây từ lúc hai thằng cầm môn liệp mượt bên này thì dân sốt xẹp bền cầm môn liệp mượt liệp mục á nè Sampo bông bông con chào để ban chuông của tôi sana trong video từng con chào đồng dây lô ta từng ở complete chui xe chạy một lấy mùi phong là hay cái sông chụp điệp bông bông con chào con chào của bông được kêu trong ban trong chạy một lấy cái buồn đầm ra bao nhiêu khi mà làm phim của mình cũng buồn được hàng hào ra năng kháng tạ hào ra năng kháng thành yuan muôn xem năng xuất năm càng bữa đó nè cái này hay sầm rạp muôn này phòng đá cứ sầm rạp được kêu đá chứ kêu cha cho xạ yuan này các bạn được thế là cứ dương ai số tàn bình cho tàn bình cho nó tàn bình cho bên này thá những số cùng thiết hay những số tàn yuan bỏ dương khang xa ca nó hay bình cho kia than nó rồi mua cái dương xạ bình cho nó muôn nó ai nó trôi là không rút xa ca dương bọn này nó sâu chủ điệp là hai mùi tiết là tự thông cho mùi nó khang pra cho mùi năng bày là năng cứ ai pra ba được kia là trường sốt sẹp bơ chọc plum năng bày thế dừng chuột bằng hồi hai pi bên nia nó có ai đây té mình bên chia sẻ thì nó xuống chìm riệp cái là dừng sốt sẹp đâm bây kia khơi dừng kia sẽ nào nè dừng nó dừng mình đang dàn ná cầm tay cái thằng buôn lúa đạn cho cái này hay mình miền này tràn cái nào sầm rập rụp muônในการធ្វើប្រេងប្រទាលនិងប្រេងកមួននឹងសម្រាប់សូត្ររ៉ែមគឺយើងទី1គឺយើងប្រើផ្កាសុទ្ធណាផ្កាប្រទាលឬមួយផ្កាឈើឲ្យបានរៀបរយមុខ100មុខលើសនោះក៏ល្អសម្រាប់យើងមកធ្វើជារបស់ជាកមួនចឹងទៅហើយសម្រាប់ទី2គឺប្រេងប្រេងប្រទាលយើងធ្វើពីប្រទាលតើទៅខាងប្រទេសរុស្ស៊ីគឺខាងនាងសនាងស្វាយចឹងនាងអះនាងអីនាងជុំលិនថោងក្រាន់ភងតើទៅខាងប្រទេសឡាតើទៅខាងរុស្ស៊ីnàyយើងដាក់មកយើងធ្វើវាកាត់ប្រេងនឹងឲ្យមានតម្លៃណាស់សម្រាប់បញ្ចុះទៅលើសារកានៅខាងរុស្ស៊ីខាងមួនខាងមហានិយមយួនមហាទាំងសាយហ្នឹងគឺខ្ញុំបានដឹងបានឃើញពីគ្រូលោកបង្ហាញក្នុងរយៈកាលស្វែងរកក្នុងការធ្វើប្រទាលហ្នឹងគឺក្រណាប្រទាលហ្នឹងគឺក្រណាងាយបានមកធ្វើទេមិនងាយបានទៅជួបបានទៅឃើញបានទៅកើយកមកធ្វើទេព្រោះទាំងអស់នោះសិតតែមិនមែនជារបស់ដែលកើតឡើងដោយឯងគឺសិតតែមានតំបន់នោះគឺជាតំបន់ដែលមានធ្លាប់មានគ្រូពីមុនគេដាំគេដុះពេលដែលគេត្រូវចម្លៀសឬមួយចាក់ចេញអំពីទីនោះគឺមិនក៏វានៅសល់ខ្លះ
តម្រាំដល់បច្ចុប្បន្ននេះវាដុះកាត់កូនកាត់ចៅច្រើនហើយយើងមើលថាប្រទេសខ្លះតំបន់ខ្លះដែលខ្ញុំបានរុកព្រៃទៅសង្ខាររាប់រយម៉ែត្រអត់ទេរាប់រយម៉ែត្រសិតតែប្រទេស4 5 6មុខដោះបញ្ចូលគ្នារហូតដល់ដីនោះដែលវាលួយដីលួយពីប្រទេសមើលប្រទេសស្លឹកប្រទេសអីដីនោះឡើងហាងដីនោះតែយើងយកដីមកហាត់អូហាងក្លិនប្រទេសចឹងទេគឺមានតែដលងជ្រូកទេដែលអាចដោះជ្រៀតបានបើក្រៅពីនោះស្មៅធម្មតាងាប់អស់នៅអត់បានទេពីព្រោះដីវាហឹលពេកដោយសារជាតិប្រទេសវារលួយនឹងសូមជម្រាបអញ្ចឹងទៅចុះគណៈឲ្យមុនយើងក៏យើងវង្វេងមកខាង9គេថាយើងវិញទេណាតែយើងតាំងនមោតសៈ3ចប់ទៅនមោតស្សៈភិក្ខវតោរតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោរតោសម្មាសម្ពុទ្ធស្សៈយើងសូត្រថាសិវៈមិសិសិពុទ្ធិមហេណាសារិកាណੰណាសិវៈមិសិសិពុទ្ធិមហេសារិកាណੰណាមួនបញ្ចុះអណ្ដាតបញ្ចុះស្លាបបញ្ចុះតបកភ្នែកបញ្ចុះសារកាមានច្រើនណាស់មួនតែមិនបានផ្គុំឲ្យជុំគ្នានៅឡើយថាគេថាតែជុំគ្នាទៅវាអ្នករៀននឹងពិបាកគ្រប់គ្រងឲ្យទៅបញ្ចុះទៅវាបើថានិស្ស័យគ្រូផងគឺឃើញផ្លែផ្កាភ្លាមជាស្រ័យមិនដល់កន្លះខែឬមួយខែទេហេតុកាត់ឡើងឲ្យយើងដឹងឲ្យយើងឃើញភ្លាមនឹងសូមជម្រាបតាមមុនពិតប្រកបខ្លាំងហើយបើសិនមានអសុទ្ធមានតំណមទៀតអានោះវាបបោហើយ 100% ពេញហើយនឹងសូមជម្រាបយ៉ាងទៅចុះហើយក៏ស្នមុននឹងបញ្ចប់ក៏សូមបងប្អូនកូនចៅជួយ Subscribe ជួយ Share មួយផងហើយសម្រាប់ក្បួនឋានផ្សេងចង់ទំនាក់ទំនងចង់បានអីអាចតាក់ទងខ្ញុំខ្ញុំបានតាមលេខទូរស័ព្ទខ្ញុំខ្ញុំដាក់លើនឹងម្ដងចឹងទេខ្ញុំសូមគោរពជម្រាបលាសូមក្រាបថ្វាយគុំលាសាធុ